ngày nay nhau mà bằng hai pika đã cho tam plus rai bông ổn đã cho tam plus rai bạn nâng cứ cà phê còn ai tật chết chân nhá bông ổn hay cho anh nângประเภทcho đá ứng cho squat đó bông ổn miền chọn ประเภท đá bông ổn là nâng chụp con cái hai tha aze nami shit to nhâm squat ban bay ประเภท đá bông ổn của sa nhâm tayแต่ pra ประเภทcanhแบบnâng hay nâng ประเภท เลียดสดหมอhay miền à ประเภท tiết ประเภท to จอบគ្នាบông ổn miền មកកង់ដាក់ជាប់គ្នាហើយថ្ងៃនេះពួកខ្ញុំកំពុងតែដាក់cho anh nâng ដើម្បីការពារទឹកជ្រាបចេញបបងប្អូនព្រោះសែននេះទឹកអត់សូវមកដល់ហើយបើសិនជាទឹកជ្រាបចេញទៀតគឺអត់មានទឹកធ្វើស្រូវតែម្ដងចឹងហើយមុននឹងបរហូរទឹកចូលស្រែហ្នឹងគឺត្រូវដាក់ចូលអានឹងតាមភ្លឺស្រែឲ្យហើយភ្លឺស្រែនេះគឺជាស្រែដែលពួកខ្ញុំជួលគេទេបងប្អូនហើយគេអត់មានដាក់អញ្ចឹងហើយត្រូវដាក់ខ្លួនឯងបងប្អូនចូលអាដុំអញ្ចឹងគេរុំម្ដុំអញ្ចឹងទៅវាប្រហែលជា1ម៉ែត្រទេបងប្អូនដូចជា20ម៉ែត្រឬក៏ម៉ានទេនេះវាមានតាមຂនាតវាអញ្ចឹងណាហើយប្រភេទដែលខ្ញុំពងប្រើនេះពួកខ្ញុំធ្លាប់ប្រើម្ដងហើយបងប្អូនហើយយកវាមកប្រើម្ដងទៀតអញ្ចឹងណាអញ្ចឹងបានឃើញរៀងចាស់នៅក្នុងវីដេអូចាស់ផងខ្ញុំតែងតែប្រាប់បងប្អូនថាជ័រហ្នឹងគេដាក់សម្រាប់ការពារភ្លឺស្រែហើយមួយទៀតកុំឲ្យទឹកជ្រាបចេញការពារភ្លឺស្រែមិននៅជប៉ុនសបោជ្រូកព្រៃដែរបងប្អូនហើយតាមភ្នំតាមអីអញ្ចឹងទៀតវាអាសាមកឈ្មោលឬក៏ល្មៀលកែងភ្លឺស្រែហ្នឹងមែនតើធ្វើឲ្យខូចភ្លឺស្រែយើងបងប្អូនហើយបើដាក់ការពារអញ្ចឹងទៅវាបានទប់ដីផងកុំឲ្យវាខូចខាតខ្លាំងអញ្ចឹងណាហើយសំខាន់បំផុតគឺការពារកុំឲ្យទឹកជ្រាបចេញហ្នឹងហ្មងព្រោះធ្វើស្រែយើងត្រូវការប្រើទឹកច្រើនបើទឹកជ្រាបចេញអស់យើងធ្វើស្រូវអត់ល្អទេនៅក្នុងវីដេអូចាស់ដែលខ្ញុំតែងតែប្រាប់បងប្អូនថាជ័រហ្នឹងគេដាក់ការពារសម្រាប់ទឹកកុំឲ្យទឹកជ្រាបចេញអញ្ចឹងណាមានបងប្អូនមកចំនួនតូចមកជេរយកហ្មងគាត់ថាខ្ញុំហ្នឹងនិយាយកុហកគាត់ថាខ្ញុំហ្នឹងមិនចេះធ្វើចេះអីអញ្ចឹងណាមិនចេះធ្វើចេះមិនបងប្អូនបើគ្រួសារខ្ញុំជួយជប៉ុនធ្វើស្រែនៅជប៉ុននេះគាត់ប្រាប់ខ្ញុំអញ្ចឹងខ្ញុំមិនប្រាប់បងប្អូនតតាមហ្នឹងហើយបងប្អូនខ្លះគាត់ថាកុំភ្លើពេកអាហ្នឹងគេដាក់សម្រាប់ការពារកដុលអីអញ្ចឹងណានៅជប៉ុននេះបងប្អូនស្មារតីខាងណាខ្ញុំអត់ច្បាស់ហើយប៉ុន្តែម្ដុំខ្ញុំនេះគឺអត់ដែលមានបញ្ហារឿងកដុលស៊ីស្រូវនឹងទេបងប្អូនបើសិនជាមានក៏មានអាកដុលមាត់ស្រួចអាហ្នឹងវាអត់ស៊ីស្រូវទេវាមកឈ្មោលវាមកអីចឹងណាឈ្មោលហ្នឹងឈ្មោលភ្លឺស្រែនឹងឯងនិយាយទៅកដុលស៊ីស្រូវនេះអត់មានបញ្ហាជាមួយខាងពួកខ្ញុំធំដុំទេបងប្អូនហើយសឹងតែអត់មានផងអត់ដែលឃើញទេបងប្អូនហើយនៅជប៉ុននេះក៏គេអត់ដែលហូបកដៅដែរបងប្អូនហើយបើសម្រាប់ការពារកដុលអាកដុលមាត់ស្រួចកដុលប្រមេះឬក៏ជុកភ័យអីអញ្ចឹងណាគេដាំជាប្រភេទផ្កាបងប្អូនផ្កាហ្នឹងគេហៅថា Higambanna ផ្កាវាស្អាតប៉ុន្តែអាហ្នឹងវាមានជាតិពុលដែរផ្កាហ្នឹងគេដាំតាមភ្លឺស្រែបងប្អូនដាំដើម្បីការពារកដុលការពារជុកភ័យហ្នឹងព្រោះដោយសារក្លិនផ្កាហ្នឹងពពួកកដុលពពួកជុកភ័យហ្នឹងវាស្អប់វាដូចថាចាញ់ក្លិនផ្កាហ្នឹងអញ្ចឹងណាខ្ញុំដាក់រូបផ្កាហ្នឹងនៅក្នុងវីដេអូឲ្យបងប្អូនស្រួលមើលហើយខ្ញុំអត់ដឹងថាវាបកប្រែខ្មែរថាម៉េចទេហើយក៏អត់ដឹងថានៅខ្មែរយើងមានលក់ឬក៏អត់ទេតែបងប្អូនអាចមើលបាននេះពេកខ្ញុំពេកសម្រាប់ចែករំលែកចំណេះដឹងថ្មីហើយនឹងជីវភាពប្រចាំ